បាទនេះគឺជាផ្លូវពុកម៉ែបងប្អូនបាទផ្លូវតាមស្រែតាមចម្ការគេបាទកន្លែងខ្លះវាស្រួលជិះកន្លែងខ្លះពិបាកបាទផ្លូវកន្លែងនេះដីខ្សាច់បាទខែផ្សាភ្លៀងធ្លាក់យើងស្រួលជិះតែខែប្រាំងយើងពិបាកជិះនៅផ្លូវកន្លែងខ្លះខែប្រាំងស្រួលជិះខែផ្សាពិបាកជិះបាទបើខែផ្សាភាគច្រើនយើងជិះម៉ូតូមកដល់ដូចគ្នាប៉ុន្តែពិបាកបាទគោយន្តកន្លែងខ្លះស្រួលជិះកន្លែងខ្លះក៏ប៉ាល់រុញបាទប៉ុន្តែផ្លូវស្រែចម្ការគេមិនថាប្រាំងខែផ្សាទេគឺគេមកបាទស្ទើររាល់ថ្ងៃរាល់ខែបាទអញ្ចឹងវាជាទម្លាប់បាទឥឡូវមកដល់ហើយពុកម៉ែបងប្អូនដោយការឆ្លងកាត់ស្រែចម្ការគេបាទខ្ញុំអត់ដែលមកហើយក៏អត់ស្គាល់ផ្លូវក៏ជិះហួសផ្លូវហើយសួរគេបាទតម្រាំមកដល់តម្រាំឃើញបាទនេះគឺប្រាសាទបុរាណខ្មែរយើងបាទនៅនេះគេហៅថាប្រាសាទកំហិតបាទប្រាសាទហ្នឹងនៅតំបន់កាលពីមុនវាគឺជាព្រៃសុទ្ធបាទអត់ទាន់មានបងប្អូនណាគាត់មកធ្វើស្រែធ្វើចម្ការទេបាទហើយក៏អត់សូវមានហ៊ានអ្នកណាម្នាក់មកដើរមកដល់នេះដែរបាទហើយខ្ញុំថ្ងៃនេះគឺមកតែម្នាក់ឯងទេប៉ុន្តែដោយសារបច្ចុប្បន្ននេះគឺតាមតំបន់ហ្នឹងវាខ្លាចជាស្រែចម្ការគេអស់បាទនេះគឺប្រាសាទបុរាណខ្មែរយើងហើយពុកម៉ែបងប្អូនបាទយើងទស្សនាទាំងអស់គ្នាដោយសារពុកម៉ែបងប្អូនមិនដែលមកខ្ញុំនៅក្បែរទៅតែនឹងមកក៏ថតជាវីដេអូនិងផ្ដិតយករូបចម្លាក់និងជញ្ជាំងប្រាសាទបាទគ្រឹះប្រាសាទអីជូនពុកម៉ែបងប្អូនបានស្គាល់ពីក្បាច់រចនាតាមប្រាសាទនីមួយៗបាទពិតជាស្រស់ស្អាតគ្រាន់តែឃើញក៏ចង់មកដែរបាទប្រាសាទនេះគឺវានៅកណ្ដាលព្រៃគឺឯកោណាស់អត់មានអ្នកណាដែលមកលេងទេបាទមានតែអ្នកដែលគាត់មកថែទាំបាទតាមរយៈអង្គការបាទខាងប្រាសាទគាត់មកចុះមកពិនិត្យមើលហើយយកព័ត៌មានឯកសារបាទស្រាវជ្រាវប៉ុន្តែភ្ញៀវទេសចរអត់មានទេបាទអត់មានអ្នកមកទេព្រោះវាអត់មានផ្លូវដែលយើងងាយស្រួលក្នុងការជិះម៉ូតូជិះឡានបាទម៉ូតូមកដល់ប៉ុន្តែឡានពិបាកបាទនេះគឺជាថ្មនៅព័ទ្ធជុំវិញបរិវេណប្រាសាទបាទវាមានការបាក់បែកអស់ហើយដល់បាត់បាយបាទអត់មានរូបរាងស្អាតដូចពីមុនទេបាទនៅសល់តែតួប្រាសាទមួយដែលយើងមើលទៅបាទគឺស្រស់ស្អាតដែលយើងអាចមកមើលកំសាន្តបានបាទតំបន់ហ្នឹងឥឡូវវាអត់មានព្រៃស្ដុកដូចមុនទេបាទសុទ្ធតែស្រែចម្ការគេក្លឹងជុំវិញនឹងអស់ហើយដើមឈើមានច្រើនតែជុំវិញបរិវេណប្រាសាទបាទក្រៅពីបរិវេណប្រាសាទអត់សូវមានទេដោយសារបងប្អូនគាត់កាប់គោះស្រែចម្ការអស់ហើយអញ្ចឹងពុកម៉ែបងប្អូនបាទទស្សនាទាំងអស់គ្នាពីរូបរាងប្រាសាទបាទពីសិលាប្រាសាទបាទហើយនេះមកបាទតែម្នាក់ឯងមានការនឿយហត់ខ្លះដែររដូវក្តៅបាទមានទឹកមាននំអីទុកញ៉ាំខ្លះកុំឲ្យហត់អស់កម្លាំងដើរទៅហែវបាទត្រៀមទុកមកចប់បាទមកគឺមកម្នាក់ឯងបាទដើរថតហើយអ្នកស្រែចម្ការក៏ក្បែរនេះក៏គាត់បានមកមានតែអ្នកនៅឆ្ងាយពីនេះគាត់មកដេកបាទកាប់ហាលដលងបាទនេះគឺមានដើមឈើមានវល្លិបាទនៅបរិវេណប្រាសាទបាទយើងទស្សនាមើលទាំងអស់គ្នាបាទពុកម៉ែបងប្អូននៅឆ្ងាយមិនបានមកបាទមើលវីដេអូមួយនេះក៏បានឃើញពីទិដ្ឋភាពនិងប្រាសាទបាទនេះគឺប្រាសាទខ្ញុំសូមជម្រាបទៀតពុកម៉ែបងប្អូនប្រាសាទកំហិតបាទប្រាសាទហ្នឹងគឺនៅមិនឆ្ងាយពីប្រាសាទពាំងស្វាយទេបាទហើយក៏គៀកប្រាសាទពាំងឈូកបាទនៅក្បែរហ្នឹងមានប្រាសាទច្រើនដែរបាទ3-4កន្លែងនៅក្បែរគ្នាគម្លាតប្រហែលជា1គីឡូជាងបាទនេះប្រាសាទកំហិតហ្នឹងនៅឆ្ងាយពីប្រាសាទពាំងស្វាយ1គីឡូជាងបាទហើយប្រាសាទពាំងស្វាយនៅជិតប្រាសាទពាំងឈូកហើយជា1គីឡូដីហើយប្រាសាទនេះគម្លាតឆ្ងាយពីប្រាសាទពាំងឈូកហើយជា2គីឡូជាងបាទប៉ុន្តែរដូវខែប្រាំងយើងអាចមកជិះម៉ូតូបាទស្រួល
គោយន្តក៏ស្រួលដែរបាទអាចមកដល់បាទហើយសត្វពាំងស្វាយក៏នៅល្អហើយសត្វពាំងឈូកក៏មានខ្លះបាក់បែកខ្លះនៅល្អដែរហើយសត្វកង្ហិតហ្នឹងអត់មានច្រើនទេបាទតែវានៅរូបរាងល្អខ្លះដែរបាទនេះគឺជាបរិវេណប្រាសាទបាទមានដើមឈើមានបាទមានវល្លិអីព័ទ្ធបាទហើយប្រាសាទហ្នឹងគឺមានការគេថែទាំបាទមកបោសសម្អាតមកកាប់លះមែកឈើវល្លិអីដែលឡើងប្រាសាទបាទកុំឲ្យវាទ្រុឌទ្រោមខ្លាំងកុំឲ្យ